សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រាប់ដល់វិនិយោគិនជាតិអន្តរជាតិកុំព្រួយបារម្ភរឿងបញ្ហាព្រំដែនបន្តិចបន្តួចរបស់កម្ពុជាជាមួយថៃក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជានិងពិសាភោជនីយអាហារសាមគ្គីនៅកោះពេជ្រថ្ងៃទី20 ខែមិថុនាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់ដល់វិនិយោគិនជាតិនិងអន្តរជាតិកុំឲ្យព្រួយបារម្ភអំពីបញ្ហាព្រំដែនបន្តិចបន្តួចរវាងកម្ពុជាជាមួយថៃហើយបន្តជ្រើសយកការវិនិយោគនៅកម្ពុជាដែលកំពុងមានសក្តានុពលសម្រាប់ការវិនិយោគនៅលើវិស័យជាច្រើននៅក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិជ្រើសរើសយកកម្ពុជាដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តនិងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនរួមទាំងវិនិយោគិនជាតិនិងអន្តរជាតិជាកាតាលីករនិងជាតួអង្គចាំបាច់ក្នុងការបន្តកសាងខឿនសេដ្ឋកិច្ចជាតិការបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាជនព្រមទាំងការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទៀតទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យមនិងខ្ពស់សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសន្ទុះនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិនិងសម្រាប់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ2030និងសម្រាប់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក៏ដូចជាការដាក់ចេញវិធានការកែតម្រង់មុតស្រួចជាកញ្ចប់11ចំណុចដែលមានវិធានការលម្អិតចំនួន188ចំណុចតាមរយៈយន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជនការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានាជាពិសេសចាប់ផ្ដើមអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រោះហ្វូណនដេជោដែលនឹងបង្កើតសក្តានុពលនៃការដឹកជញ្ជូនបន្ថែមទៀតការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេសសម្រាប់ការសម្របសម្រួលឲ្យតំបន់សេដ្ឋកិច្ចពិសេសនានានិងការខិតខំប្រឹងប្រែងស្វែងរកដៃគូពាណិជ្ជកម្មសេរីនាងខ្ញុំមនិចពី I Love Cambodia Hot News TV